បាទជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះមកជួបជាមួយលោកគ្រូសាជាថ្មីម្ដងទៀតអញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពី vocabulary នៅក្នុងភាសាអង់គ្លេសរបស់យើងអញ្ចឹងថ្ងៃនេះលោកគ្រូមានពាក្យចំនួន10ដើម្បីលើកយកមកបង្រៀនបងប្អូនទាំងគ្នាទាក់ទងជាមួយនឹងការអានហើយនឹងបញ្យល់អំពីអត្ថន័យដែរតើពាក្យភាសាអង់គ្លេសទាំង10នេះវាអានដោយរបៀបណាហើយតើវាមានអត្ថន័យដោយរបៀបណាដែរបាទអញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពីពាក្យទាំង10ហើយពាក្យទាំងអស់នោះវាមានថ្នាក់ពាក្យឬក៏ past of speech របស់វាគឺជាគុណនាមទាំងអស់បាទអញ្ចឹងយើងដឹងហើយថាគុណនាមគឺជាពាក្យសម្រាប់បញ្ជាក់លក្ខណៈឲ្យនាមហ្នឹងឯងបាទតោះអញ្ចឹងយើងមើលដល់គ្នាពាក្យទី1យើងអានថា beautiful beautiful បាទយើងអានថា beautiful យើងអាន b u t យើងអានថា beautiful beautiful បាទពាក្យទី2យើងអានថា ugly 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 ពាក្យទី3យើងអានថា sad 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 ពាក្យទី4យើងអានថា dangerous 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 ពាក្យទី5យើងអានថា traditional 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 ពាក្យទី6យើងអានថា modern 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 ពាក្យទី7យើងអានថា stressful stressful ហើយពាក្យទី8យើងអានថា relaxing 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 អូខេចំណែកពាក្យទី9យើងអានថា clean clean ហើយពាក្យទី10យើងអានថា dirty 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 បាទអូខេអញ្ចឹងតើពាក្យទាំង10នេះវាមានអត្ថន័យបែបណាអញ្ចឹងយើងនឹងសិក្សាជាមួយគ្រូទាំងគ្នាអញ្ចឹងពាក្យទី1បាទ beautiful បាទថ្នាក់ពាក្យជាបាទគុណនាមបាទវាមានន័យថាបាទយើងមើលរូបមើលឃើញមានរូបមនុស្សស្រីហើយមានរូបគាត់ការពាត់ជុំវិញមែនទេបាទអញ្ចឹងរូបនេះបង្ហាញអំពីភាពស្រស់ស្អាតបាទរបស់នារីម្នាក់ហ្នឹងអញ្ចឹង beauty មានន័យថាស្អាតឬក៏ស្រស់ស្អាតដែលសំដៅទៅលើយើងស្អាតបាទទាំងខាងក្នុងឬក៏ខាងក្រៅអីចឹងទៅបាទប៉ុន្តែបើយើងប្រើពាក្យមួយទៀតគឺ beauty voice បាទយើងសំដៅទៅលើការច្រៀងអីចឹងណាសលេងប្រុសអីចឹងទៅអញ្ចឹង beauty ហ្នឹងតែយើងអាចនិយាយប្រែទៅជាមួយសំឡេងណាប្រុសដែរ beauty voice អូខេបាទទី2 ugly បាទពាក្យនេះបាទយើងមើលមុខរូបបរិសម្នាក់បាទគាត់មានធ្មេញធំធំចកាវីតសក់បាក់ច្រមុះវីតបាទមើលទៅរូបរបស់គាត់មិនដែរគឺអាក្រក់អត់ស្អាតទេអញ្ចឹង ugly យើងប្រែជាខ្មែរថាអាក្រក់បាទអាក្រក់បាទអត់ស្អាតដូច beauty ទេណាបាទអញ្ចឹងរូបបទភាពឲ្យយើងដើម្បីយើងស្រួលបាទ ugly ទី3 safe safe មានន័យថាសុវត្ថិភាពអញ្ចឹងយើងមើលបរិសម្នាក់នេះគាត់កំពុងតែអង្គុយនៅក្នុងឡានអញ្ចឹងណាបាទតែខ្ញុំកាត់យកតែរូបគាត់អង្គុយនៅលើកៅអីនៅក្នុងឡានទេមានន័យថាកាលណាចង់ឲ្យមានសុវត្ថិភាពយើងត្រូវពាក់ខ្សែក្រវ៉ាត់អញ្ចឹងបង្ហាញអំពីបាទសុវត្ថិភាព safe បាទ safe គឺសុវត្ថិភាពនឹងឯងបាទណាពាក្យជាគុណនាមដូចគ្នាណា safe អញ្ចឹងមនុស្សម្នាក់ត្រូវការសុវត្ថិភាពទី4គឺ dangerous dangerous បាទអញ្ចឹងយើងមើលរូបភាពមានឡានហើយមានក្មេងកំពុងតែលេងកីឡានៅតាមផ្លូវអញ្ចឹងយើងសម័យមើលរូបភាពហ្នឹងឃើញបរិសុទ្ធនៅក្នុងឡាននេះគាត់ភ័យមែនទេមែនទេបាទអញ្ចឹងគាត់ថាអូសង្ស័យបុកក្មេងហ្នឹងប្រកាសនៅពេលដែលគាត់ប៉ះក្មេងហ្នឹងវានឹងបង្កឲ្យមានគ្រោះថ្នាក់អញ្ចឹងយើងហៅថា dangerous ដែលមានគ្រោះថ្នាក់អញ្ចឹងភាសាអង់គ្លេសគេថា dangerous បាទ dangerous អូខេអញ្ចឹងយើងបាន4ពាក្យហើយមែនទេបាទមាន beauty ugly sad and dangerous បាទទី5ពាក្យនេះយើងអានថា traditional បាទ traditional គឺយើងមើលរូបមួយបាទរូបនេះគឺជារូបផ្ទះបាទផ្ទះខ្មែរមួយផ្ទះខ្មែរយើងពីដើមណាបាទមួយផ្ទះខ្មែរយើងពីដើមគេហៅថាផ្ទះប៉ាក់បាទអញ្ចឹងផ្ទះតែរូបនេះរូបផ្ទះបុរាណរបស់ខ្មែរយើងអញ្ចឹងទៅអញ្ចឹង trendy ហ្នឹងគឺសំដៅទៅលើបុរាណបាទឬក៏ចាស់ណាបាទអីដែលជារបស់បុរាណទាំងការស្លៀកពាក់ទាំងផ្ទះទាំងសម្លៀកបំពាក់ឬក៏ឧបករណ៍ភ្លេងដូចជាទ្រឬស្គរអីឧបករណ៍ភ្លេងបុរាណហ្នឹងគេប្រើពាក្យ traditional បាទណា traditional គឺអ្វីដែលសំដៅទៅលើរបស់ពីដើមអញ្ចឹងទៅបាទពាក្យបន្ទាប់គឺ modern វាផ្ទុយជាមួយនឹង traditional បាទគឺវាទំនើប
bà bị tuần sầm mày được một tiền thì giống cả về muốn đi nơi bà đặt tiền mai lên bài bộ ra bài một nhà tiền lâu nhưng chân viên một vì la bên này chẳng tới chẳng chừng 2 tháng màu đẹp ok việc thì bằng muối như màu đẹp bà chấm đi xem bao giờ lớn tuần sầm mai và tuần sầm mai nhất một tiền tuần sầm mai ok tập tôi tiếp tư việc thì bằng phí stress food bà chẳng như mới rút hiếp mũi và miền bờ rong mà nè còn cùng từng cùi hay còn bật nê còn tràn mình tên vì smoke smile mình tên chẳng stressful nó thứ sầm đào từ lấy hiếp smoke smile những pi càng sắc xa smoke smile những pi càng nghi chẳng bao nhiêu smoke smile kháng tham bật sau được cùng tay ăn được pi có chuyên riêng là bọc đen làm vậy các con thôi là keep stressful của những mình rồi có những ai tự đào lên chung cử xa rồi có tự đào lên trong một số mod làm vậy bùng bắt stressful lần này nè ok chân stressful nên này thá smoke smile và dùng để tra từ cả tra tới thừa dưới stressful này nè việc thì làm vậy cái relaxing và ấy tới khi relaxing hay stressful tôi chỉ relaxing nên này ha dùng người rụt kiệp môi đại quạt từ cọ từ lên cọ quạt tròn râm quạt đen bay sủng ra quạt sủng ra bị càng như chân quạt sủng ra bị càng cất xem nè để nôm mà quạt mình bành ha stress đó này chân quạt từ lục hai và relaxing như này là dương từ lục hai dương từ lục xa và rom bằng bạc stress của dương này và chân relaxing là thứ càng lục hai rom và đọ hiện tại tầng chân vì chỉ cần đọc dương này nhé và relaxing ok việc đi bằng 4 và clean là tí nít và dương prai chỉ kệ bà vi đã tu chỉ kệ giá sát dương có các trên giấy thật sạch thưa anh mua sạch trong này đấyแต่ clean នៅទីនេះប្រែថាស្អាតបាទភាពស្អាតណា clean ដែលមានថ្នាក់ភាពជាគុណនាមមានន័យថាស្អាតភាពស្អាតមានន័យថាឧទាហរណ៍ថាអាវខ្ញុំថ្មីបោកទឹកអត់មានបន្លាយអញ្ចឹងទៅគេហៅថា clean ហ្នឹងបាទអាវរបស់ខ្ញុំ clean ហ្នឹងគឺអាវរបស់ខ្ញុំស្អាតហើយអញ្ចឹងដូចរូបកូនក្មេងពីរនាក់នេះអញ្ចឹងយើងលើស្ការស្លៀកពាក់របស់គាត់មានពលីចាស់លេខៗនេះមានន័យថាបាទរាងកាយឬក៏គាត់មានអនាម័យវាទៅ clean មានវាទៅស្អាតល្អមានបន្លាញយើងហៅថា clean ហ្នឹងណាបាទចុងក្រោយពាក្យទី10គឺ dirty វាផ្ទុយនឹង clean ដែរគឺប្រឡាក់យើងនិយាយឲ្យស្រួលស្ដាប់ថាប្រឡាក់នៅពេលដែលក្មេងឬក៏មនុស្សធំឲ្យគាត់ធ្វើការពិសេសពូខាងសំណងឲ្យគាត់លីស៊ីម៉ង់ឲ្យទៅចុងប្រឡាក់ឬក៏គាត់លាបថ្នាំអីហ្នឹងធ្វើឲ្យប្រឡាក់សម្លៀកបំពាក់របស់គាត់ហើយបើក្មេងៗវិញចូលចិត្តលេងដីលេងផុកអីហ្នឹងប្រឡាក់ហ្នឹងយើងហៅថា dirty បើកខ្វក់កាលណាតែប្រឡាក់ទៅវាទៅជាកខ្វក់វាមានមេរោគអញ្ចឹងយើងផ្សំលើថា dirty បាទកខ្វក់ឬក៏ប្រឡាក់អីហ្នឹងបាទដូចរូបភាពអញ្ចឹងបាទតោះអញ្ចឹងយើងអានជាមួយលោកគ្រូទាំងអស់គ្នាម្ដងទៀតពេលនេះយើងអានថា beautiful គឺស្អាតស្រស់ស្អាត ugly អាក្រក់ safe សុវត្ថិភាព dangerous គ្រោះថ្នាក់ traditional ដែលបុរាណដែលអ្វីដែលជារបស់បុរាណហ្នឹងទៅ modern ដែលទំនើបដែលទាន់សម័យ stressful ដែលស្មុគស្មាញបាទ relaxing លំហែអារម្មណ៍ដែលលំហែកាយដែលដោះភាពស្មុគស្មាញចេញពីជីវិតរបស់យើង clean ដែលស្រស់ស្អាតដែលស្អាតមានន័យថាស្អាតហ្នឹងសំដៅទៅលើវត្ថុអត់ដូច beautiful ទេយើងអាចនិយាយទាក់ទងជាមួយមនុស្សប៉ុន្តែដល់ពេល clean នេះយើងស្អាតដែរតែយើងនិយាយទាក់ទងជាមួយវត្ថុដូចសម្លៀកបំពាក់ដូចជាស្បែកជើងដូចជាផ្ទះដូចជាអីជាដើមចឹង dirty សំដៅ dirty យើងនិយាយអំពីកខ្វក់ភាពកខ្វក់ដែលប្រឡាក់បាទដែលកខ្វក់តែពេលដែលយើងលេងអីមួយប្រឡាក់ចឹងទៅចឹងវាទៅជា dirty អូខេអញ្ចឹងលោកគ្រូមាន examples 4ដែរសម្រាប់បង្ហាញបងប្អូនគ្នាទី1 I like the traditional house ខ្ញុំចូលចិត្តផ្ទះបែបបុរាណ People in school always told me I was ugly មនុស្សនៅសាលាតែងតែប្រាប់ខ្ញុំថាខ្ញុំកខិចបាទឬក៏កខ្វក់ខ្ញុំហ្នឹងបាទ Number 3 the sunset was beautiful បាទអញ្ចឹងថ្ងៃលិចហ្នឹងគឺស្រស់ស្អាតថ្ងៃលិចគឺស្រស់ស្អាត
the last one this table isn't clean this table isn't clean ចឹងតុនេះគឺអត់ស្អាតនោះទេចឹងមានន័យថាតុនោះគឺប្រឡាក់អាមានអីប្រឡាក់ដូចជាកពុកទឹកឬក៏កពុកកាហ្វេអីមួយឬក៏ប្រឡាក់ទឹកស្លឬក៏បាយអីចឹងទៅអញ្ចឹងគេថា this table isn't clean អូខេអរគុណច្រើនហើយសង្ឃឹមថាបងប្អូននឹងចងចាំពាក្យទាំង10នេះហើយអាចអាននិងយល់ពីអត្ថន័យបានត្រឹមត្រូវសូមព្រះបានប្រទានពរបងប្អូន